សូមប្រិយមិត្តជួយពិចារណាតាមការគូតាមរយៈ account Facebook មួយដែលមានឈ្មោះថាឆេងធីបានសរសេរបង្ហោះរៀបរាប់យ៉ាងដូចនេះថាហាស្លាកខ្ជាស្លាញ់ស្ដោះត្រីទ្រូងឯងលេបទៅវាកាន់តែឈឺចុកចាប់ពួកគាត់ជាង10នាក់ដែលសុទ្ធតែជាកូនសិស្សខ្ញុំបបួលគ្នាលួចអីវ៉ាន់ក្នុងម៉ាតខ្ញុំម្នាក់រាប់សិបដងអ្នកខ្លះលួចរាប់ឆ្នាំមកហើយពួកគាត់មិនត្រឹមតែលួចរបស់ហូបឬទុកប្រើប្រាស់ទេអ្នកខ្លះលួចយកទៅលក់ទៀតផងមិនហ៊ានជេរស្ដីសំបីតែមួយម៉ាត់ឬវាយមួយដៃក៏អត់ដែរព្រោះគិតថាពួកគាត់មានម៉ែឪឪពុកម្ដាយខ្លះក៏បានចូលខ្លួនដោះស្រាយស្ងាត់រួចរាល់ហើយតាមការយោគយល់ជាក់ស្ដែងចំណែកឪពុកម្ដាយខ្លះវិញទោះជាជូនដំណឹងតាមទូរស័ព្ទផងតាមលិខិតផងដើម្បីឲ្យពួកគាត់ជួយដោះស្រាយសំណងខ្លះក៏ពួកគាត់ធ្វើមិនដឹងមិនឮហាក់ដូចជាគ្មានអ្វីកើតឡើងដែរខ្ញុំខំយល់ពួកគាត់តែពួកគាត់មិនយល់ពីទឹកចិត្តនិងការឈឺចាប់របស់ខ្ញុំសោះអ្នកខ្លះផ្កើនៅខ្ញុំធ្វើមិនធ្វើទៅសូមយោបល់បងប្អូនឬអ្នកច្បាប់ទាំងអស់តើខ្ញុំគួរធ្វើមិនទៅផុសរូបវីដេអូបង្ហាញជាសាធារណៈប្តឹងបើធ្វើអញ្ចឹងតើខ្ញុំអាក្រក់ពេកឬបើមិនធ្វើអ្វីសោះខ្ញុំវាឈឺចាប់ម្យ៉ាងក្មេងៗនឹងកាន់តែបានចិត្តឯអ្នកមិនធ្លាប់លួចក៏អាចហ៊ានលួចដែរបញ្ជាក់អ្នកលួចត្រឹមម្ដងពីរឬសិស្សតូចខ្ញុំគ្រាន់តែណែនាំស្ងាត់រួចជូនដំណឹងឲ្យប៉ាម៉ាក់គាត់ជួយអប់រំបន្តតែប៉ុណ្ណោះយានដ្ឋានរដ្ឋាមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242